និយាយទៅគឺ VPN សំខាន់បើថាយើងចូលក្នុងFacebook មួយណា Facebook ប្រទេសណាគឺយើងត្រូវតែ connect ប្រទេសហ្នឹងដាច់ខាតតែម្ដងបើយើងលុកលំគឺវាអត់អាចទៅចាប់វានៅឆ្ងាយឆ្ងាយអញ្ចឹងយើងចាប់ចំណុច location ហ្នឹងឲ្យច្បាស់សិនចាំយើងបើក Facebook បាទអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអរគ្នាជោគជ័យបាទអរគុណច្រើនជំរាបសួរប្រិយមិត្ត YouTube ទាំងអស់គ្នាថ្ងៃនេះមកកាន់ Channel របស់ខ្ញុំសាឡើងវិញបាទអញ្ចឹងថ្ងៃនេះបាទដូចជាវីដេអូលើកមុនអញ្ចឹងគឺនិយាយពី Facebook និយាយពីការចាប់ primary អញ្ចឹងទៅបាទអញ្ចឹងលើកនេះយើងមកអាប់ដេតថ្មីអំពីការចាប់ primary លើ Facebook ប្រហែលជាបងប្អូនមួយចំនួនបានដឹងហើយការចាប់ primary ប្រហែលជាគាត់ដឹងបានច្រើនបាទអញ្ចឹង Facebook ឥឡូវនេះគឺអាប់ដេតធំកាន់តែខ្លាំងមែនតើអ្នកនរបាទអញ្ចឹងនិយាយថាយើងដៃថ្មីឬក៏ដៃយើងថាយើងមិនតនឹងច្បាស់ក៏ពិបាកដែរ Facebook នេះបាទអញ្ចឹងឥឡូវយើងចូលប្រធានបទរបស់យើងគឺនិយាយពី Facebook primary បាទអញ្ចឹងយើងធ្វើម៉េចដើម្បីឲ្យ Facebook វាឆាប់បានឆាប់ primary អញ្ចឹងណាបាទអញ្ចឹងវិធីដំបូងគឺទី1គឺយើងអាសា check in បាទអញ្ចឹង check in នឹងមិនទៅបាទនេះយើងចូលកន្លែងstatus នេះមកបាទហើយកន្លែងនេះកន្លែងតងវក្រហមនេះយើងចុច check in ហ្នឹងមកបាទអញ្ចឹងយើងចង់ដៅ check in ហ្នឹងទៅប្រទេសណាយើងតាំងទៅបាងកកទៅថៃឬក៏ទៅសហរដ្ឋអាមេរិកបាទអញ្ចឹងខ្ញុំចង់លេងនៅថៃដោយសារ account នេះនៅថៃស្រាប់បាទអញ្ចឹងយើងអាសាឆែកចឹងទៅឆែក VPN ផុសរូបផុសអីដាក់ហើយដាក់ចឹងទៅហើយនេះហើយនេះឃើញផុសចែកផុសអញ្ចឹងយើងគ្រាន់តែចុចនេះចុច react love អញ្ចឹងទៅហើយ comment ជាភាសាយើងអត់ចេះភាសាគេយើងចុច sticker អញ្ចឹងទៅបាទយើងចុច sticker អញ្ចឹងទៅដើម្បី Facebook AI បញ្ជាក់ថាយើងកំពុងលេងហើយគឺយើងរស់នៅក្នុងទឹកដីនឹងពិតប្រាកដមែនបាទយើងអស់អញ្ចឹងមកបាទយើងអស់មកលេងអញ្ចឹងទៅចុច like ចុចអីដើម្បីសកម្មភាពអញ្ចឹងទៅបាទអញ្ចឹងចំណុចទី1ចំណុចទី2គឺយើងអានេះក៏មិនចោលដែរគឺ marketplace បាទអញ្ចឹង marketplace គឺវាសំខាន់ណាស់សម្រាប់primary នេះបាទអញ្ចឹង marketplace ហ្នឹងយើងធ្វើម៉េចដើម្បីឲ្យចាប់ primary ហើយវាទៅតាក់កន្លែងណាវិញបាទអញ្ចឹងយើងត្រូវមើលចំណុចកន្លែងនេះកន្លែងតុងនឹងទៀតហើយកន្លែងដាវនេះបាទអញ្ចឹងយើងធ្វើមិនដើម្បីចាប់ primary យើងដូរវាមកយើងចង់ដាក់ទីតាំងនៅខាងណាបាទអញ្ចឹងទីហោថាខ្ញុំចង់ដាក់នៅថៃឬក៏បងប្អូនទាំងអស់គ្នាចង់ដាក់នៅអាមេរិក New York Los Angeles អញ្ចឹងទៅបាទប៉ុន្តែខ្ញុំដាក់នៅថៃអញ្ចឹងទៅរួចថាខ្ញុំចុចនេះមកចុចapply វាមកបាទចុច refresh វាមួយមកបាទអញ្ចឹងយើងពេលយើង refresh ហើយគឺវាមកលុតមកថៃអញ្ចឹងនៅកន្លែង marketplace ហ្នឹងគឺថៃទាំងអស់បាទអញ្ចឹងនៅពេលដែលថៃទាំងអស់គឺ Facebook AI វាចាប់ថាយើងគឺពិតជារស់នៅកន្លែងថៃនឹងមែនបើថាយើងដូរ marketplace មកភ្នំពេញហើយយើងរស់នៅយើងនៅខ្មែរប៉ុន្តែយើងចង់បានទៅថៃប៉ុន្តែ marketplace យើងនៅខ្មែរអញ្ចឹងគេចាប់ថាយើងគឺកំពុងនៅខ្មែរបាទអញ្ចឹងចំណុចទី2ចប់ហើយយើងចូលចំណុចទី3បាទអញ្ចឹងចំណុចទី3យើងមើលទៀតចំណុចទី3គឺយើង share បាទយើង share អញ្ចឹងទៅហើយយើងដាក់ sticker ដាក់អញ្ចឹងទៅតាមបាទដល់ហើយយើងដាក់ love Thailand ឬក៏ love USA love Los Angeles អញ្ចឹងទៅបាទអញ្ចឹងយើងតចំណុចតទៀតយើងចូលមកកន្លែង profile មកបាទចូលដល់ setting បាទហើយចូលកន្លែងនេះមកចុចត្រង់ហ្នឹងហើយយើងចូលកន្លែង your information and permission នេះមកបាទចុច access your information នេះមកបាទអញ្ចឹងមកដល់ត្រង់នេះយើងនេះprimary ខ្ញុំគឺនៅភ្នំពេញទេបាទអញ្ចឹងខ្ញុំចង់ទៅថៃអញ្ចឹងណាខ្ញុំចង់បដូរវាទៅថៃបាទអញ្ចឹងចំណុចសំខាន់គឺយើងមកត្រង់នេះគឺយើងមកកន្លែងនេះ your Facebook activity កន្លែងໄວtennis នេះបាទយើងចុចត្រង់ហ្នឹងមក
បាទតមកហើយយើងអមមកក្រោមទៀតយើងអមមើលកន្លែងពាក្យ vote location បាទដូចលើកមុនដែរបាទអញ្ចឹងយើងចុចមើលពាក្យ vote location នេះកន្លែងនេះ vote location បាទអញ្ចឹងនៅពេលដែល primary ហ្នឹងតែថាខ្ញុំនៅខ្មែរអញ្ចឹង primary ហ្នឹងគឺវានៅខ្មែរបាទអញ្ចឹងយើងកែវាមកដាក់ថៃដាក់ប្រទេសដែលយើងចង់ដាក់ទៅដាក់ប្រទេសដែលយើងចង់ទៅដាក់អញ្ចឹងណាបាទអញ្ចឹងបាទខ្ញុំដាក់នេះចុះបាទអញ្ចឹងវាគឺវានេះបាទវា successful បាទថាវាបានដឹងថាយើងជាប់ហើយបាទអញ្ចឹងចំណុចសំខាន់គោលគឺមានតែប៉ុណ្្នឹងទេអ្នកនេះហើយដូចជាខ្ញុំប្រាប់អញ្ចឹងគឺយើង off ហើយអាសា check in តែមិន check in រហូតទេណាយើង check in ជំនាញដែរអញ្ចឹងណាយើង check in មិនថាថ្ងៃនេះយើង check in 2 ដងស្អែកចាំយើង check in ម្ដងទៀតអញ្ចឹងមួយថ្ងៃហ្នឹងយើងអាចបុក check in រហូតទេបាទអញ្ចឹងមួយទៀតគឺ VPN អញ្ចឹង VPN គឺសំខាន់ដែរ VPN ហើយនឹងនិយាយទៅគឺ VPN សំខាន់បើថាយើងចូលក្នុងFacebook មួយណា Facebook ប្រទេសណាគឺយើងត្រូវតែ connect ប្រទេសហ្នឹងដាច់ខាតតែម្ដងបើយើងលុកលំគឺវាអត់អាចទៅចាប់វានៅឆ្ងាយអញ្ចឹងយើងចាប់ចំណុច location ហ្នឹងឲ្យច្បាស់សិនចាំយើងបើក Facebook បាទអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអរគ្នាជោគជ័យបាទអរគុណច្រើន